ប្រទេសមួយដែលកំពុងតែសាហាវប្រទេសនោះឈ្មោះហៅថាប៉ាគីស្ថានមនុស្សរាប់ពាន់នាក់ធ្វើបាតកម្មវាយស្ថានទូតអាមេរិកនៅប៉ាគីស្ថានប៉ាគីស្ថានតែងតែប្រកាសថាបើមានអ៊ីស្រាអែលវាយប្រទេសណាមួយប៉ាគីស្ថាននឹងប្រើនុយក្លេអ៊ែររបស់ខ្លួនទៅការពារបងប្អូនអារ៉ាប់តើប៉ាគីស្ថានហ៊ានប្រើនុយក្លេអ៊ែរបាញ់អ៊ីស្រាអែលពេលនេះទេចម្លើយថាអត់មិនបានអត់ហ៊ានកុំថាឡើយបាញ់គ្រាន់តែរៀបចំគ្រឿងហ្នឹងប៉ាគីស្ថានទៅជួបព្រះអាឡោះបាត់ទៅហើយមេដឹកនាំប៉ាគីស្ថាននេះអាចនិយាយស្ដីអីពីមុនមកប៉ុន្តែដល់មែនតែនក៏អត់មានប៉ាគីឯណាទៅស្លាប់ជំនួសអ៊ីរ៉ាន់ឬអារ៉ាប់ដែរថ្មីត្បិតតែកាន់សាសនាដូចគ្នាប្រជាជនអាចភ្លើបានប៉ុន្តែអ្នកដឹកនាំអត់ភ្លើដូចប្រជាជនទេបើប៉ាគីនឹងពិតជាស្មោះស្ម័គ្រមែនស្ម័គ្រទៅជួយច្បាំងអ៊ីរ៉ាន់ទៅមិនក៏មិនទៅជួយវាមិនបានពីព្រោះវាអត់អីច្រំក្រចុយតម្រាយរត់តាមនំបែងស៊ីអត់បានណាហើយចុះការជះកំហឹងអាហ្នឹងរឿងធម្មតាទេណាចុះបើសិនជាប៉ាគីរដ្ឋាភិបាលប៉ាគីបណ្ដោយឲ្យបាតកោប៉ះពាល់ដល់អាយុជីវិតវាខូចការទូតថ្ងៃក្រោយឥណ្ឌាមានប្រៀបលើប៉ាគីចំណែកពួកប៉ាគីដែលនិយាយថាយើងមានក្របឯកនុយក្លេអ៊ែរបើសិនជាអ៊ីស្រាអែលហ៊ានប៉ះពាល់យើងនឹងប្រើទៅគ្រាន់តែគិតថាប្រើរៀបចំចាក់ប្រេងហ្នឹងអ៊ីស្រាអែលវាវាយបាត់ហើយមិនបានវាវាយពីព្រោះអាមេរិកកាំងវាមានភ្នែក5គេហៅថា Five Eye វាអង្គុយចាំតែមើលតាឥណ្ឌាក៏ជួយមើលឲ្យអ៊ីស្រាអែលខ្លួនឯងក៏ជួយមើលអាមេរិកកាំងគេហៅថា Five Eye នោះអាភ្នែក5នោះក៏ជួយមើលគ្រាន់តែប៉ាគីស្ថានរៀបចំបំភ្លឺហ្នឹងអាមេដឹកនាំប៉ាគីស្ថានទៅជួបព្រះអាឡោះបាត់ហើយដូច្នេះពាក្យថាសាមគ្គីអារ៉ាប់ណាបបេមាត់ទេចាំខ្ញុំនិយាយអំពីឆ្នាំ48មកឲ្យស្ដាប់បន្តិចឲ្យភ្លឺភ្នែកពីឆ្នាំ48មកណាមនុស្សដែលប្រទេសដែលខ្លាំងជាងគេនៅក្នុងពិភពអារ៉ាប់គឺអ៊ីជីបហើយដែលខ្លាំងជាងគេគឺមេដឹកនាំអ៊ីជីបម្នាក់ឈ្មោះណាសៀដែលកាលនោះណាប្រទេសសេរីជ័រដានហើយនិងអ៊ីជីបចង់បង្កើតគេហៅថាសាធារណរដ្ឋអារ៉ាប់រួមឬក៏ហៅថាសាធារណរដ្ឋរួមនៃអារ៉ាប់គឺអ៊ីជីបសេរីហើយនិងជ័រដាននឹងចង់រួមគ្នាប្រទេស3នឹងបង្កើតជាសាធារណរដ្ឋរួមនៃអារ៉ាប់ហើយក្រោមការដឹកនាំរបស់មេដឹកនាំអ៊ីជីបឈ្មោះណាសៀហ្នឹងគាត់ប្រកាសថាយើងនឹងបំផ្លាញអ៊ីស្រាអែលចោលពីផែនទីពិភពលោកហើយគាត់សន្យានឹងជនប៉ាឡេស្ទីនថាយើងនឹងពួតគ្នាវាយឲ្យអស់ពីផែនដីហើយយើងនឹងយកដែនដីហ្នឹងបង្កើតជាប៉ាឡេស្តាញដែលប៉ាឡេស្តាញនឹងក្លាយទៅជាប្រទេសមួយនៃសាធារណរដ្ឋរួបរวมវា4ប្រទេសណាសៀគាត់សន្យាថាដំបូងវាសេរីអ៊ីជីបជ័រដានរួមនេះវាយឲ្យខ្ទេចអ៊ីស្រាអែលហើយប៉ាឡេស្ទីនទៅជាសាធារណរដ្ឋរួមជាមួយគ្នា4ប្រទេសពីឆ្នាំ48មកដល់ឥឡូវរហូតដល់មេដឹកនាំអ៊ីជីបឥឡូវដាក់អាគំនិតហ្នឹងទៅក្នុងប្រព័ន្ធអាចឲ្យចុចទឹកទៅបាត់អត់មានទៀតទេអាគំនិតសាធារណរដ្ឋរួមនៃអារ៉ាប់ណាសៀងាប់ទៅប្រធានាធិបតីក្រោយតាំងពីសាដាតតាំងពីស្អីរហូតដល់ឥឡូវខ្ញុំលែងតាមដានហើយគឺមេដឹកនាំរបស់អ៊ីជីបលែងប្រើទ្រឹស្ដីហ្នឹងនេះកើតពី48មកនេះគឺជាកំណងកំណើតនៃទឹកដីណាហ្សាសំទោសទឹកដីហ្គាហ្សាប៉ាគីស្ថានរកតានំបែងច្រំអត់បានផងអ្នកមានកប់អាកាសអ្នកក្ររហូតដល់អត់មានស្អីដើរពងជើងអស់ខំប្រឹងធ្វើនុយក្លេអ៊ែរ
ហើយអួតថាយកនុយក្លេអ៊ែរហ្នឹងទៅបំផ្លាញអ៊ីស្រាអែលដើម្បីការពារបងប្អូនអារ៉ាប់នៅពេលដែលប៉ាគីស្ថានអត់មានបាយច្រំអារ៉ាប់អត់ដែលជួយទេអារ៉ាប់ឲ្យជំនួយតែមេដឹកនាំប៉ាគីស្ថានតែកើបលុយយកទៅផ្ញើអង់គ្លេសតែអារ៉ាប់អត់ដែលជួយប្រជាជនប៉ាគីទេពីព្រោះអារ៉ាប់មិនដែលចាត់ទុកថាប៉ាគីជាអារ៉ាប់ទេហើយប្រទេសមួយទៀតនៅជាប់ប៉ាគីហ្នឹងឡាហាមរុស្អីស្អីបានគឺអាហ្គានីស្ថានណារហូតដល់សុកចិត្តស្ម័គ្រចិត្តទៅជួយច្បាំងអារ៉ាប់ទៀតប៉ុន្តែមិនដែលមានអារ៉ាប់ណាមកជួយឲ្យអាហ្គានីស្ថានហ្នឹងបានបាយច្រំទេពីព្រោះអារ៉ាប់មិនដែលគិតថាអាពីរអ្នកនេះជាអារ៉ាប់ទេបងប្អូនឃើញទេសាមគ្គីស៊ីកាមវាខ្លាំងក្លាហើយបាតកម្មអីវាយអីចឹងបាតកម្មដែលកើតឡើងពីថ្ងៃទី28មកហ្នឹងគឺបំផ្លាញខ្លួនឯងយល់ទេប៉ាគីធ្វើបាតកម្មវាយតបធាក់ទៅបំផ្លាញខ្លួនឯងទៅមេដឹកនាំប៉ាគីគេអត់ធ្វើអញ្ចឹងទេពីពលលុយផ្ញើនៅអង់គ្លេសណោះកុំភ្លើពេកលុយអញនៅអង់គ្លេសអញមានទុកលុយនៅឌូបាយណាឌូបាយក៏ទុកលុយនៅអង់គ្លេសដែរអញមានទុកលុយនៅតេអេរ៉ង់ឯណាអញមានទុកលុយនៅប៉េកាំងឯណាអញមានទុកលុយនៅម៉ាស្កូឯណាអញទុកលុយនៅអង់គ្លេសប្រជាជនទេដែលល្ងីល្ងើនោះយល់ទេនយោបាយអត់រត់បោកអញ្ចឹងទេបើសួរយល់ទេយល់រឿងនយោបាយទេនយោបាយគឺអញ្ចឹងណាកូនមិនមែនដូចកូនងើបឡើងមកសង្គ្រាមលោកលើកទី3ផ្ទុះចាញ់ពីកកូតអាចអ្នកណាតាអត់ទេគេអត់សួរអញ្ចឹងទេចៅណា last word លោកតាបញ្យល់បានពីគោលការណ៍ឆ្លើយហើយណាកូនណាដូចជាមិនពិតទេកូនសួស្ដីលោកតាខ្ញុំរស់នៅកូរ៉េឆ្លើយហើយកូនណានៅកម្ពុជាឥឡូវលំបាករកលុយណាស់លោកតាតែចំណាយប្រចាំថ្ងៃប្រាក់គ្រប់គ្រងមិនគ្រប់ទេអរគុណចំពោះព័ត៌មានកូនចនតើហេតុអ្វីបានជាអ៊ីរ៉ាន់ចង់បង្កើតនុយក្លេអ៊ែរសួរនេះលោកហើយលោកដាក់ឈ្មោះឲ្យចនវេនហើយដល់សួរមកល្ងើអញ្ចឹងសឹកឆ្លើយខ្លួនឯងណាមិនក៏គេចង់បង្កើតនុយក្លេអ៊ែរគេប្រាប់ហើយថាគេចង់បំផ្លាញអ៊ីស្រាអែលគេប្រាប់ហើយគេចង់ធ្វើមេដឹកនាំអារ៉ាប់ហើយនៅអត់ដឹងសួរគេខ្ញុំហៅដល់មិនបានគាត់តវែងម៉េចតវែងពីគាត់គេចង់បានជើងឯកខាងតុយខ្ញុំឆ្ងល់ដល់មិនក៏តខ្ញុំតហ្វិតមកពីឯងអត់ចេះតុយអត់មានបានឱកាសតុយបានហ្វិតចាំមិនបានខ្ញុំនឹងចេះរេអាចអញ្ចឹងមកពីឯងស៊ីចំណៃមិនល្អរបស់អស់នឹងចាំបាច់សួរដែរណាដាក់ឈ្មោះដល់ចនវេនណាកំសាន្ត official តើកងឆ្មាំបដិវត្តអ៊ីរ៉ាន់ជាកងទ័ពចូលសាលាត្រឹមត្រូវច្បាំងតាមបែបទ័ពវិន័យឬទ័ពព្រៃឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ាន់ជាទ័ពអន្តរពេលមានការវឹកហាត់ប៉ុន្តែវឹកហាត់ជាទ័ពអន្តរពេលទ័ពអន្តរពេលគឺដើរតាមសាសនាជ្រុលនិយមមិនមានជំនឿលើវិន័យបែបបត់ស៊ីវិល័យទេទ័ពអន្តរពេលចុះសួរថាតើទ័ពអន្តរពេលហើយទ័ពព្រៃខុសគ្នាប៉ុណ្ណាទ័ពអន្តរពេលវាច្បាំងនៅលើទឹកដីវាលខ្សាច់វាមិនខុសគ្នាពីទ័ពព្រៃទេប៉ុន្តែវាសាហាវជាងទ័ពព្រៃទៅទៀតវាសាហាវពីព្រោះវាគ្មានគិតអ្វីក្រៅពីបំរើមហិច្ឆតាសាសនាជ្រុលនិយមទេទើបវាហៅខ្លួនវាថាឆ្មាំបដិវត្តអ៊ីស្លាមតបនេះមិនខ្លាំងទេតបអន្តរពេលនឹងអត់ខ្លាំងទេណាតបនឹងក៏អត់ខ្លាំងតបអាម៉ាស់ក៏អត់ខ្លាំងតប ISIS ក៏អត់ខ្លាំងតប Hezbollah ក៏អត់ខ្លាំងតបនឹងអត់ខ្លាំងទេចុះមិនបានតបនឹងវាល្បីល្បាញនយោបាយរបស់អ៊ីស្រាអែលនិងនយោបាយរបស់លោកសេរីដើម្បីគ្រប់គ្រងចលនាជ្រុលនិយមនៅអារ៉ាប់គេទុកឲ្យតបនឹងសកម្មភាពនៅលើទឹកដីហ្នឹងដើម្បីគេគ្រប់គ្រង
ពីដើមវាអត់មានអាតបហ្នឹងគេយក PLO ជាតបហ្នឹងឥឡូវคล้ายទៅជាតប Fatah តប Fatah ណាអាតប Fatah ហ្នឹងវាទៅជាតបពីដើមឡើយជាតបដែលគេបង្កើតវាធ្វើជាលេសដើម្បីច្បាំងតែពួកអ៊ីស្រាអែលគេយកក្រុមហ្នឹងដែលកាលដើមឡើយក្រុមហ្នឹងវាដឹកនាំដោយមនុស្សម្នាក់ឈ្មោះ Yasser Arafat ណាពួកហ្នឹងគឺពួក PLO តែប្រែមកថារណសេរីរំដោះប៉ាឡេស្តាញអូខេចលនាហ្នឹងត្រូវបានលោកសេរីហើយនឹងអ៊ីស្រាអែលប្រើប្រាស់ដើម្បីគ្រប់គ្រងចលនាជ្រុលនិយមសម័យនោះនៅអារ៉ាប់ដល់ក្រោយមកយ៉ាស៊ីអារ៉ាហ្វាតត្រូវគេបំពុលស្លាប់ទៅបារាំងសុំកលុំរឿងហ្នឹងបារាំងសុំកលុំដោយមិនប្រកាសថាយ៉ាស៊ីអារ៉ាហ្វាតត្រូវគេបំពុលទេក៏យ៉ាស៊ីអារ៉ាហ្វាតងាប់ទៅសូម្បីតែប្រពន្ធយ៉ាស៊ីអារ៉ាហ្វាតប្តឹងឲ្យកោះខ្មោចយ៉ាស៊ីអារ៉ាហ្វាតមកពិសោធន៍ក៏គេជន់បង្កប់រឿងហ្នឹងដល់ស្លាប់យ៉ាស៊ីអារ៉ាហ្វាតទៅអា PLO ហ្នឹងសពថ្ងៃវាស្រកទម្ងន់លែងប្រើប្រាស់កើតវាคล้ายទៅលែងប្រើប្រាស់កើតវាคล้ายទៅជាចលនា Fatah ដែលសពថ្ងៃវាគ្រប់គ្រងតំបន់ West Bank ណាវាគ្រប់គ្រងតំបន់ West Bank វាคล้ายទៅជាចលនា Fatah ណាហើយសប្តាហ៍ថ្ងៃនេះចលនា Fatah ថ្មីត្បិតតែឆ្លោះជាមួយអ៊ីស្រាអែលប៉ុន្តែគ្រប់គ្រងដោយអ៊ីស្រាអែលមិនត្រឹមតែគ្រប់គ្រងដោយអ៊ីស្រាអែលទេបំពាក់អាវុធដោយអ៊ីស្រាអែលទៀតនយោបាយណាឲ្យយល់ឆ្លោះមួយអ៊ីស្រាអែលចាប់ចងរាល់ថ្ងៃនេះប៉ុន្តែបំពាក់អាវុធដោយអ៊ីស្រាអែលទេចលនាអីអាប៊ូហ្នឹងណាអាប៊ូអាបាសហ្នឹងណាដែលសប្តាហ៍ថ្ងៃគេហៅថាពួកក្រុម Fatah ចំណែក PLO រលាយសាបសូន្យទៅដោយសារតែវានៅមានកៅអីនៅអង្គការសហជីវជាតិប៉ុន្តែគេបន្សាបវាទៅដោយសារលោកសេរីលែងយកវាមកប្រើណាពេលហ្នឹងក៏កើតអង្គការមួយដែលទៅធ្វើជាខ្សែរយៈរបស់ Iran Ayatollah គឺចលនាមួយឈ្មោះហៅថា Hamas នេះក៏ទៅជាគូប្រជែងរបស់ Fatah ណាក្រោយពីឆ្លោះឆ្លួយសន្តិសុខនៅអ៊ីស្រាអែលថ្ងៃ9តុលាអញ្ចឹងអាម៉ាស់បានវាយហែករបងចូលហើយអ៊ីស្រាអែលបានធ្វើសង្គ្រាមនៅលើហ្គាហ្សាដាក់ខ្ទេចហ្គាហ្សាឲ្យទៅជាផេះរហូតដល់ថ្ងៃនេះបន្តទៅទៀតអាម៉ាស់វាคล้ายទៅជាឧបករណ៍របស់អ៊ីស្រាអែលកុំច្រឡំណារៀនតាមឲ្យតន់បានយល់សភាពការអាម៉ាស់វាជាខ្សែរយៈផ្កាយរណបរបស់អាយ៉ាតូឡានៅអ៊ីរ៉ាន់តែឥឡូវនេះបន្តិចម្ដងវាคล้ายទៅជាឧបករណ៍របស់អ៊ីស្រាអែលផែនការគណៈកម្មការសន្តិភាពរបស់ត្រាំគ្រាន់តែបញ្ឆោតទេតំបន់ហ្គាហ្សាមិនត្រូវគេស្ដារឬអភិវឌ្ឍទេមិនទេសង្គ្រាមដែលផ្ទុះនៅអ៊ីរ៉ាន់នេះគឺបំផ្លាញអាផែនការនេះចោលដូច្នេះត្រាំឆ្លាតដូចល្ងងដូចឆ្លាតអាចមកកោងស្ទាត់ជាងអាចមកកោងកូនកាត់ស្ដាប់តន់ស្ដាប់មិនតន់អត់បកប្រែទេអាចមកផ្លែសន្ទូចហើយនឹងអាចមកកូនកាត់ផ្លែសន្ទូចប្រហែលជាអាចមកផ្លែសន្ទូចកំពុងតែបោកអាកូនកាត់ដែលបានសេចក្តីថាចៅហ្វាយរបស់ Benjamin Netanyahu កំពុងតែឲ្យ Netanyahu បោកត្រាំទីបំផុតអ្វីដែលត្រាំបង្កើតថ្ងៃទី22ខែមករានៅ Davos ប្រទេស Switzerland ទៅជាกระดาษប្រគុណឆ្ងាញ់ណាស់ខ្ញុំប្រាប់ទៅ
បំផ្លាញអ៊ីរ៉ានបានជាជោគជ័យជំនះរបស់អ៊ីស្រាអែលតែបំផ្លាញផែនការរបស់ត្រាំចោលនៅហ្គាហ្សាគឺជាជោគជ័យអនាគតអញ្ចឹងអាម៉ាស់វានឹងคล้ายទៅជាប្រដាប់ដែលអ៊ីស្រាអែលប្រើយល់ទេគេតាមដាននយោបាយគេមិនមែនជាអាស្រ័យតាសង្គ្រាមលោកលើកទី3តាណាឈ្នះណាចាញ់គេតាមដានចរន្តវានឹងហៅថាការវិភាគចរន្តរបស់វាទេអញ្ចឹងណាឪខ្ញុំសង្ស័យតែចាញ់បោកគេទេហើយដល់ឪខ្ញុំចាប់អាណត្តិលុយដែលឪខ្ញុំប្រមូលបានទាំងប៉ុន្មានរួមទាំងបោះកូនប្រសារគាត់ផងត្រូវបានច្បាយប្រមូលយកវិញត្រូវបានប្រវត្តិច្បាយប្រមូលយកវិញហើយយកអាលុយហ្នឹងទៅចែកគេអ្នកដទៃដើម្បីធ្វើការឲ្យច្បាយទៀតណាឋានិតអាហ្នឹងហើយដែលតាមពងនិយាយណាកូនណាតាមពងនិយាយប្រាប់ហ្នឹងណាតាពងនិយាយតែកូនឯងត្រូវចេះគិតខ្លួនឯងកុំឲ្យចេះតែស្ដាប់តាកូនឯងកុំជឿតាកូនឯងត្រូវចេះស្ដាប់អាហ្នឹងបានគេហៅមនុស្សឆ្លាតអូខេអញ្ចឹងអាចចំោះផ្លែសន្ទូចហើយនឹងអាកូនកាត់ចំោះផ្លែសន្ទូចវាកំពុងតែស៊ីគ្នាណា Oh you are my good friend yeah នៅពេលមនុស្សម្នាក់ដែលគេប្រាប់ថាយើងជាមិត្តសម្លាញ់គេហ្នឹងต้องដឹងថានឹងហើយដែលខ្មែរបុរាណក៏ប្រាប់ថាសម្លាញ់អាប់សម្លាញ់អាប់មានន័យថាម៉េចនឹងហើយសម្លាញ់អាប់មកអូខេឥឡូវថយក្រោយវិញទៀតថ្ងៃនេះសង្គ្រាមរីកដល់លេបាណាន់តើវាចង្អុលបង្ហាញពីស្អីមានអាចកំបាំងណាស់ហើយគួរឲ្យអស្ចារ្យណាស់ណាគួរឲ្យអស្ចារ្យណាស់ដែលប្រទេសតូចមួយអាចច្បាំងសមរភូមិធំពីរបានប្រើយន្តហោះ200គ្រឿងទៅ300គ្រឿងវាយអ៊ីរ៉ាន់នៅមានយន្តហោះវាយលេបាណាន់ទៀតចុយម៉ែអានេះគិតជ្រៅណាស់ហើយឪខ្ញុំនេះសង្ស័យតែគេប្រើទេឪខ្ញុំគាត់ជាស្ដេចមហាអំណាចប៉ុន្តែសង្ស័យតាអាចចំោះផ្លែសន្ទូចហ្នឹងអាផ្លែសន្ទូចវាប្រើទេឪខ្ញុំវាកូនកាត់សង្ស័យតាអាជាតិដើមវាប្រើទេព្រោះពួកវាដឹងទេពាក្យថាយូដាមកពីភាសាខ្មែរស្អីទេនឹងប្រាប់បន្តិចមុននឹងបញ្ចប់សាសយូដាណាសាសយូដាអូខេណាសាសយូដាមកពីពាក្យខ្មែរថាយុទ្ធណាគឺជនមានវិរៈភាពខាងចម្បាំងស្ដាប់ឲ្យបានសាសយូដាមកពីពាក្យអង់គ្លេសថា Jewish ពាក្យហ្នឹងជាពាក្យសំស្ក្រឹតទេដែលមកពីពាក្យថាយុទ្ធដូច្នេះយូដាគឺជាជនចម្បាំងដែលភាសាអង់គ្លេសគេហៅថា warrior ពូជអ្នកចម្បាំងហើយខ្មែរណាជាជនជាតិយូដាដែរណាខ្មែរពូជអ្នកចម្បាំងណាតែដល់សម័យឥឡូវគេហៅថាច្បាច់អាំងខ្មែរគឺជាជាតិសាសន៍ដែលតពូជមកពីដើមពូជអ្នកចម្បាំងយុទ្ធណាជាផ្នែកមួយនៃយូដាដែរប៉ុន្តែឥឡូវនេះខ្លាយទៅជាពូជច្បាច់អាំងស្អីទៅពូជច្បាច់អាំងដល់សម័យដែលចូលសែនទៅជាច្បាច់អាំងពូជហ្នឹងគេហៅពូជអីមើលមានមុននឹងបញ្ចប់មានអ្នកណាស្គាល់ទេពូជច្បាច់អាំង
Một làng thì tới về làng thì pui nhà chấm bắn tới pui cho bạn ăn mới cho bạn ăn người ta mới cho bạn ăn pui cho bạn ăn ok ជួបគ្នា3 ទៅ 5 នាទីទៀតជំរាបលា